សិក្សាអំពីគណនាជាក្រុម grouping compute បាទសញ្ញាបើកវងកញ្ចក់ឬបិទវងកញ្ចក់បាទអញ្ចឹង open and close បាទសញ្ញាបើកវងកញ្ចក់និងបិទវងកញ្ចក់ហ្នឹងគឺជា grouping នៃការ compute អញ្ចឹងគឺជាការដាក់ជាក្រុមនៃការគណនាឧទាហរណ៍យើងស្មើ5បូក3ចែកនឹង2អញ្ចឹងមានថាលទ្ធផលគឺចេញ 6.5 មានន័យថាវាយក5បូកនឹង1កន្លះ3ចែក2មកឃើញ1កន្លះអញ្ចឹង5បូក1កន្លះឃើញ6កន្លះបាទអញ្ចឹងមានន័យថាយើងអាចវាយស្មើបូកបើកវងកញ្ចក់3ចែកនឹង2បិទវងកញ្ចក់មានន័យថាឲ្យ3ចែកនឹង2ឃើញប៉ុន្មានហើយបានយកមកបូក1 5ណាបាទលទ្ធផល6កន្លះឬក៏យើងអាចវាយ5បូកនឹង3ហើយបិទវងកញ្ចក់ហើយបានចែក2អញ្ចឹងមានតែ5បូក3ឃើញមកចម្លើយ8សិនហើយបានចែក2ទៅគឺលទ្ធផលគឺ4អញ្ចឹងគឺមានន័យថាជាក្រុមបានន័យថាមកក្រុមនេះគឺគណនាហើយសិនអានេះគឺគណនាក្រុមនេះហើយបានមកគណនា1 2នេះទៀតបាទតោះអញ្ចឹងយើងមើលការអនុវត្តអញ្ចឹងគឺយើងទី1យើងវាយសញ្ញាស្មើសាកវាយលេខ5បាទបូកបាទ3មកហើយបានយើងវាយសញ្ញាលេខចែក2 enter មកអញ្ចឹងគឺឃើញ6កន្លះដូចគ្នាដែរគឺយើងវាយស្មើ5បូកនឹងបើកវងកញ្ចក់យក3ចែកនឹង2ហើយបិទវងកញ្ចក់មកអញ្ចឹងឲ្យចេញ6កន្លះដោយឡែកមើលខាងក្រោមគឺយើងវាយស្មើបើកវងកញ្ចក់5បូក3បាទបិទវងកញ្ចក់ហើយបានចែកនឹង2 enter មកអញ្ចឹងឃើញ4